នខាងមុខស្មានេះគឺជាបំពង់ US Pro បំពង់ US Pro នេះមានការពេញនិយមមែនទែនសម្រាប់ធ្វើការបំពាក់នៅក្នុងប្រព័ន្ធសម្រាប់ប្រព័ន្ធផ្ទះមិនថាប្រភពទឹកពុកម៉ែបងប្អូនជាប្រភពទឹកស្អាតឬក៏ប្រភពទឹកម្ដងផ្សេងៗការចម្រោះនេះគឺមានទូនាទីសំខាន់ដើម្បីធ្វើឲ្យទឹករបស់យើងល្អហើយការប្រើប្រាស់ជាចាំបាច់ត្រូវមានការលាងសម្អាតចឹងការលាងសម្អាតមាន2ចំណុចទី1ទាក់ទងជាមួយនឹងការលាងបែប manual ហើយនឹងវីដេអូនេះសំខាន់គឺយើងចង់ផ្ដោតពុកម៉ែបងប្អូនទាក់ទងជាមួយនឹងការលាងសម្អាតបែប auto គ្រាន់តែពុកម៉ែបងប្អូនមានតាក់ទងជាមួយនឹង solenoid ឬក៏វ៉ានភ្លើងនេះដែលយើងអាចកំណត់ពេលវេលាក្នុងការលាងសម្អាតបានតាមការកំណត់របស់យើងចំពោះការកំណត់រយៈពេលក្នុងការលាងសម្អាតអាស្រ័យលើប្រភពទឹករបស់ពុកម៉ែបងប្អូនបើសិនជាទឹកពុកម៉ែបងប្អូនមានកកច្រើនមានទលីច្រើនយើងកំណត់រយៈពេលចន្លោះមួយថ្ងៃលាងម្ដងឬពីរដងឬក៏យើងអាចកំណត់យូរជាងនេះបានចឹងឥឡូវនេះខ្ញុំនឹងធ្វើការ testing ចំពោះដំណើរការលាងអូតូនេះដោយកំណត់រយៈពេល10វិនាទីក្នុងការបង្ហាញជូនពុកម៉ែបងប្អូនបាទអញ្ចឹងនេះខ្ញុំតេស្តដំណើរការលាងអូតូបាទយើងតេស្តរយៈពេល10វិនាទីអញ្ចឹងនេះប្រព័ន្ធកំពុងដំណើរការធម្មតាអញ្ចឹងរយៈពេល10វិនាទីដែលយើងកំណត់គឺនឹងធ្វើការលាងអូតូបន្តិចខ្លួនឯងតែម្ដងបាទតាមរយៈប្រព័ន្ធអូតូហ្នឹងបាទអញ្ចឹងនេះគឺប្រព័ន្ធនេះធ្វើការបើកវ៉ានយើងអូតូបន្តិចខ្លួនឯងតែម្ដងបាទយើងកំណត់អញ្ចឹងការកំណត់នេះវាស្អីរយៈពេលដែលយើងកំណត់ទេអញ្ចឹងដល់ពេលដែលយើងត្រូវបិទគឺវាបិទហើយវានឹងធ្វើការដំណើរការមកប្រព័ន្ធរបស់យើងធម្មតាវិញបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់រៀបចំជាប្រព័ន្ធលាងអូតូបែបនេះពុកម៉ែបងប្អូនគ្រាន់តែត្រូវការបាទវ៉ានភ្លើងឬក៏solenoidមួយជាមួយនឹង hammer គឺអាចដំណើរការអូតូនេះបានហើយបើសិនជាពុកម៉ែបងប្អូនបាទពេញចិត្តនៅក្នុងវីដេអូនេះហើយចង់ឲ្យខ្ញុំរៀបចំវីដេអូដូចបន្ថែមទាក់ទងនឹងប្រព័ន្ធនេះអាចខមមិនខាងក្រោមបាន